ការទី1គឺលើកលើតម្រូវឲ្យធ្វើ edit user OU គ្រប់ user script ដើម្បីយើងបង្កើតដើម្បីយើង add user ឬក៏ add គ្រប់បានគឺយើងត្រូវមាន file មួយនេះដើម្បីយើង add ដោយសារតែខ្ញុំ add ហើយខ្ញុំអត់ចូល add បន្តទៀតអញ្ចឹងខ្ញុំទៅបានបង្ហាញនៅកន្លែង file ក៏យូររបស់ខ្ញុំគឺនៅក្នុងក្រុមទៅមាន account មាន finance មាន HR មាន IT មាន sales មានទៀតហើយនៅក្នុងមួយខ្ញុំក៏បានបង្កើត user មួយទៀតដែរនៅ file account មួយហ្នឹងមាន user មួយហើយនៅក្នុងfinance របស់ហ្នឹងមាន user មួយក្នុង HR ក៏មាន user មួយដែរនៅក្នុង file IT មាន user មួយក្រោយមានមួយដែរខ្ញុំអត់អាចច្រើនទេដោយសារតែមានពេលវេលាតិចតួចនៅកន្លែងនេះយើងអាចពាក់ព័ន្ធថា add user យើងអាច add បានច្រើន user មកនៅក្នុង add មួយដោយសារតែកិច្ចការដែលខ្ញុំត្រូវធ្វើឲ្យគ្រូមានច្រើនវីដេអូក្នុងហើយខ្ញុំ add ក្នុងក្រុមខ្ញុំ add តែមួយadd user មួយតែអាចដាក់បានច្រើនទៀតនឹងឲ្យសម្រាប់វីដេអូនេះគឺលោកគ្រូឲ្យមាន OU user ទៅរក script អ្វីបានគឺអ្វីដែលខ្ញុំនិយាយហ្នឹងហើយ add ដូចនេះហើយដូចអ្វីដែលខ្ញុំធ្វើនេះបាននៅលើ script file script បានអានោះ